សួស្តីដល់គ្នាស្វាគមន៍មកកាន់ Ice នេះគឺជាភាគទី7របស់រឿង From ភាគនេះចាប់ផ្ដើមឡើងដោយបន្ទាប់ពីពេលដែល Boy រកឃើញទ្វារសម្ងាត់នៅក្នុងជួរក្រោមដីនៃ Colony House នេះរួចមកពួកគេក៏ចង់បើកវាចូលទៅក្នុងនឹងដែរប៉ុន្តែវាបើកអត់បាននោះទេអញ្ចឹងទៅក៏សម្រេចចិត្តថាដំដៃគោលមួយនៅលើនោះដើម្បី build talisman មួយការពារក្រែងលោថាអាចនឹងមានបិសាចប្រើប្រាស់ច្រកមួយនឹងចូលមកក្នុង Colony House នេះបន្ទាប់មកពួកគេក៏សម្រេចចិត្តថានឹងប្រាប់ការពិតដល់អ្នកភូមិនេះឲ្យដឹងដែរអំពីការដែលថាបាសាហើយនឹង Jade គឺជាអ្នកចាប់ជាតិត្រឡប់មកទីនេះវិញម្ដងហើយម្ដងទៀតដើម្បីតែជួយក្មេងទាំងអស់នោះឲ្យមានសេរីភាពដើម្បីឲ្យអ្នកភូមិនេះអាចមានសេរីភាពដែរហើយការដែលពួកគេអាចជួយក្មេងទាំងអស់នឹងឲ្យមានសេរីភាពបាននោះគឺត្រូវទៅរកកន្លែងបូជាក្មេងនឹងឲ្យឃើញហើយជីឆ្អឹងក្មេងទាំងអស់នោះយកចេញមកក្រៅដោយ Boy គិតថានៅក្នុងរូងភ្នំនឹងគឺច្បាស់ជាសម្បុកបិសាចហ្នឹងហើយអញ្ចឹងដើម្បីចូលទៅក្នុងនឹងឲ្យបានសុវត្ថិភាពបំផុតគឺពួកគេត្រូវតែស្គាល់អំពីទីតាំងភូមិសាស្ត្រនឹងឲ្យច្បាស់គេក៏ប្រាប់ឲ្យ Jade ដែលជាអ្នកធ្លាប់ចូលទៅក្នុងនឹងសាកសម័យម្ដងទៀតហើយគូផែនទីឲ្យពួកគេដើម្បីត្រៀមថាមានបញ្ហានឹងអាចរត់ចេញមកវិញតាមណាឯងចឹងទៅបន្ទាប់មកគេក៏ចង់ធ្វើការពិសោធន៍រឿងម្យ៉ាងទៀតដោយគេចង់ដឹងថាតើឈើក្បាលខ្មោចដែលអ្នកទៅរកស្បៀងយកត្រឡប់មកវិញនេះវាអាចសម្លាប់បិសាចនៅក្នុងភូមិនេះបានដោយការពីពេលដែលថាបាសាអាចសម្លាប់បិសាចទីងមងនោះបានឬអត់ដោយគាត់យកឈើក្បាលខ្មោចនឹងប្រមាណដើមយកមកដាក់នៅក្នុង Colony House បន្ទាប់មកក៏យកមកដើមទៀតដើម្បីទៅត្រៀមរៀបចំផែនការចាក់សម្លាប់បិសាចនឹងនៅយប់នេះនៅពេលដែល Sophia មើលឃើញដំបងក្បាលខ្មោចនឹងហើយទឹកមុខរបស់នាងហាក់បីដូចជាភ័យមែនតើស្របពេលនឹងដែរត្រឡប់មកកាន់ Henry ឯនេះវិញបន្ទាប់ពីពេលដែលគាត់បានដឹងអំពីរឿងដែលថាបាសាគឺជាប្រពន្ធជាតិមួយរបស់គាត់ក៏ចង់មករកនាងដើម្បីនិយាយជាមួយប៉ុន្តែនៅពេលឡើងមកដល់ផ្ទះរបស់ថាបាសាអត់មាននរណាគេនៅនោះទេហើយភ្លាមនោះក៏ស្រាប់តែឮសំឡេងទីតដូចជាសំឡេងប្រណិតចង្វាក់បេះដូងនៅក្នុងពេនអញ្ចឹងហើយដល់ពេលដែលគាត់ងាកទៅប្រភពសំឡេងហ្នឹងក៏ឃើញម៉ាស៊ីនមួយហ្នឹងនៅជ្រុងមួយនៃបន្ទប់នេះហើយដៃរបស់គាត់វិញមានជាប់សរោមភ្លើងក៏ចាប់ផ្ដើមប្រចាំងមុខរបស់គាត់តែភ្លាមនោះគ្រប់យ៉ាងក៏ត្រឡប់ទៅជាដូចដើមវិញស្របពេលហ្នឹងត្រឡប់មកកាន់ Victor នេះវិញគាត់មកជួយជាមួយថាបាសាដើម្បីនាំពីរនាក់នេះទៅមើលកន្លែងគេទុកឡានចោលដោយសារតែអញ្ចឹងការពីពេលដែល Victor នៅក្មេងហ្នឹងគាត់ចាំបានថាបិសាចអាវលឿងនោះមិនមែនជាបិសាចដែលដើរចេញពីព្រៃដូចបិសាចដទៃទៀតនោះទេគឺវាក៏មានឡានជិះចូលមកក្នុងភូមិនេះផងដែរហើយគាត់នៅចំណាំបានថាឡានហ្នឹងឡានមួយណាគាត់ចង់ស្វែងយល់បន្ថែមអំពីបិសាចអាវលឿងហ្នឹងដើម្បីប្រើប្រាស់ព័ត៌មានទាំងអស់ហ្នឹងទប់ទល់វានៅពេលដែលទៅដល់កន្លែងឡាននោះ Victor ក៏ចូលទៅមើលនៅក្នុងឡានរបស់បិសាចអាវលឿងហ្នឹងចំណែកថាបាសាវិញក៏ដើរមកមើលឡានមួយនេះហើយគាត់ក៏នឹកឃើញទៅដល់ជាតិមុនរបស់គាត់គឺនៅពេលដែលគាត់ជាម្ដាយរបស់ Victor បើកឡានចូលមកដល់ក្នុងភូមិនេះ Victor មើលនៅក្នុងឡានរបស់បិសាចនោះមើលឃើញស្បៅមួយដែលពោពេញទៅដោយធ្មេញគាត់ក៏ប្រញាប់យកវាមកបង្ហាញថាបាសាចង់ឲ្យថាបាសាមើលធ្មេញនឹងដែរដើម្បីឲ្យថាបាសាត្រៀមខ្លួនថាបាសាក៏សួរថាត្រៀមខ្លួនឬអីគេ Victor ក៏និយាយទៅវិញថាកាលពីជាតិមុនណាថាបាសាបានមកភូមិនេះដោយមានកូន2នាក់មកជាមួយក្មេងស្រីម្នាក់ក្មេងប្រុសម្នាក់ហើយនៅពេលនោះបិសាចអាវលឿងក៏លេចឡើងសោកនាដកម្មនៅក្នុងភូមិនេះក៏បានកើតឡើងដោយមនុស្សគ្រប់គ្នាបានស្លាប់ទាំងអស់លើកលែងតែក្មេងប្រុសម្នាក់តែប៉ុណ្ណោះចង់សំដៅទៅលើគាត់ខ្លួនឯងហ្នឹងទាំងអស់គ្នា Victor បន្តទៀតថានៅជាតិថ្មីនេះថាបាសាក៏មកជាមួយនឹងកូន2នាក់ដូចគ្នាអញ្ចឹងគាត់ខ្លាចថាសោកនាដកម្មដែលអ្នកភូមិនេះស្លាប់ទាំងអស់សល់តែក្មេងប្រុសម្នាក់អាចនឹងកើតឡើងម្ដងទៀតអញ្ចឹងទៅបានជាគាត់ចង់ឲ្យការពារខ្លួនថាបាសាលើបែបនេះអត់ពេញចិត្តនោះឡើយពីព្រោះខ្លាចថា Ethan ខ្លាចអញ្ចឹងទៅក៏ស្ដីឲ្យ Victor ហើយក៏នាំកូនរបស់គាត់ចាក់ចេញពីទីនេះវិញស្របពេលនោះត្រឡប់មកកាន់ Sophia វិញម្ដងនាងក៏ទៅរក Boy សួរថាហេតុអីក៏គាត់មានដំបងក្បាលខ្មោចនេះយកមកកាន់ចឹងគាត់ក៏និយាយប្រាប់នាងអំពីគម្រោងរបស់គាត់ថានឹងរៀបចំដើម្បីពិសោធន៍ថាឈើនេះអាចនឹងសម្លាប់បិសាចនៅក្នុងភូមិនេះបានឬអត់ទឹកមុខរបស់នាងបែបនេះហើយនាងចាក់ចេញពីទីហ្នឹងវិញក៏ទៅកន្លែងគេចិញ្ចឹមមាន់យកពងមាន់មួយចំនួនមកហាត់ហើយក៏សម្រេចចិត្តយកមួយនេះទៅបន្ទាប់មកនាងក៏ដើរចូលទៅក្នុងបន្ទប់ដែលគេរក្សាទុកសាកសពរបស់ Roger សាកសពរបស់បុរសដែលទៅរកស្បៀងត្រូវបានតុក្កតាទីងមងសម្រាប់ការពិភាក្សាមុនហ្នឹងទាំងអស់គ្នានាងក៏សូត្របាលីមួយចំនួនដាក់ចូលទៅក្នុងពងមាន់នេះហើយក៏សង្កត់វាទៅលើទ្រូងរបស់សាកសព Roger ដោយពងដែលបែកមកហ្នឹងវាហូរឈាមមកជាមួយផងដែរបន្ទាប់មកទៀតក៏និយាយថាដល់ពេលដែលឯងត្រូវភ្ញាក់ហើយស្របពេលនឹងត្រឡប់មកកាន់ Henry នេះវិញគាត់ទទួលយកអត់បានអំពីការដែលថាប្រពន្ធរបស់គាត់ចាប់ជាតិមកជាថាបាសាអីហ៎ចឹងទៅគាត់ក៏ចូលមកក្នុងបារដើម្បីរកស្រាផឹកដោយចំពេលដែល Jade កំពុងតែរៀបចំផែនទីនៅក្នុងរូងភ្នំនោះវិញល្មមគាត់ក៏និយាយរឿងក្នុងចិត្តរបស់គាត់ប្រាប់ Jade បន្ទាប់មកគាត់ក៏ស្រាប់តែឮសំឡេងទីតជាសំឡេងម៉ាស៊ីនជីបចរហ្នឹងនៅពេលដែលគាត់ងាកទៅប្រភពសំឡេងហ្នឹងក៏ដូចជាមានពន្លឺពិលប្រចាំងមកមុខគាត់ហើយគាត់ស្រាប់តែត្រឡប់មកដល់ទីកន្លែងដ៏ប្លែកមួយទៀតដែលគាត់នៅពេលនេះកំពុងតែនៅក្នុងពេទ្យម៉ាស៊ីនចង្វាក់បេះដូងហ្នឹងវាលោតទីនៅក្បែរគាត់ហ្នឹង
ហើយពេទ្យកំពុងតែប្រចាំងពិលមើលភ្នែករបស់គាត់ដើម្បីដឹងថាតើគាត់មានស្មារតីនៅក្នុងខ្លួនឬក៏អត់អីអញ្ចឹងណាពេទ្យនេះថាគាត់ដឹងខ្លួនវិញហើយ Victor ក៏ស្រាប់តែរត់មកក្បែរគ្រែរបស់គាត់ដោយ Victor នៅពេលនេះមានសភាពអត់ដូចជា Victor នៅក្នុងភូមិនោះទេគឺមើលទៅហាក់បីដូចជាមនុស្សដែលមានស្មារតីគ្រប់គ្រាន់មិនមែនជា Victor នៅក្នុងភូមិដែលកើតជំងឺខ្លាចនោះទេតែភ្លាមនោះ Jade ផ្ទាត់ដៃហៅគាត់ក៏ស្រាប់តែត្រឡប់មកដល់ក្នុងភូមិនេះវិញគាត់សួរ Henry ថាមានរឿងអីកើតឡើងតែ Henry អត់ប្រាប់ Jade អំពីអ្វីដែលគាត់ទើបនឹងឃើញមិញនោះទេល្ងាចនោះ Boy ដើរគូកណ្ដឹងដើម្បីប្រាប់អ្នកភូមិថាដល់ពេលវេលាចូលទៅក្នុងផ្ទះត្រូវបិទទ្វារនិងពិនិត្យមើល talisman នៅក្នុងផ្ទះរបស់ពួកគេនីមួយៗហើយ Sophia នាងសុំនៅជាមួយនឹង Sarah ប៉ុន្តែនៅយប់នេះនាងបែរជាមកសុំស្នាក់នៅជាមួយនឹង Colony House ឯនេះវិញស្របពេលនឹងដែរនៅប៉ូប៉ូលីសឯនេះវិញមានមនុស្ស3នាក់គឺ Boy Kenny ហើយនិង Ellie Kenny និង Ellie ព្យាយាមបញ្ចុះបញ្ចូលឲ្យ Boy ផ្លាស់ប្ដូរគម្រោងរបស់គាត់នោះទៅដោយនៅក្នុងគម្រោងរបស់គាត់ហ្នឹងនៅយប់នេះ Boy នឹងត្រូវចេញទៅក្រៅដើម្បីយកឈើនេះទៅពិសោធន៍ចាក់បិសាចនោះប៉ុន្តែពួកគេសុំថាឲ្យ Kenny ជាអ្នកចេញទៅក្រៅវិញទៅពីព្រោះថា Boy មានសភាពខ្សោយមិនសូវរឹងមាំដូចជា Kenny នោះទេណាមួយក៏ Boy ជាមនុស្សដែលសំខាន់ជាង Kenny ដែរអញ្ចឹងអត់អាចឲ្យមានរឿងអីកើតឡើងទៅលើគេនោះឡើយបកាយគ្នាឡើងតាំងសរសៃក៏ប៉ុន្តែចុងក្រោយ Boy ក៏ព្រមឲ្យ Kenny ជាអ្នកចេញទៅក្រៅជំនួសគាត់វិញគាត់នៅតែបារម្ភអំពីសុវត្ថិភាពរបស់ Kenny អញ្ចឹងទៅនៅតែព្យាយាមប្រាប់ថាពេលដែលគេចេញទៅបើសិនជាចាក់បិសាចនឹងបានហើយត្រូវតែប្រញាប់រត់ត្រឡប់មកកន្លែងប៉ូប៉ូលីសនេះវិញប៉ុន្តែករណីបើគេរត់អត់បានទេអាចរត់ទៅផ្ទះផ្សេងៗដែលនៅក្បែរប៉ូប៉ូលីសនេះបានគាត់បានប្រាប់ឲ្យអ្នកនៅក្នុងផ្ទះនោះត្រៀមចាំបើកទ្វារឲ្យអ្នកភូមិចូលរួចហើយប៉ុន្តែបើករណីថាអត់អាចរត់ចូលទៅក្នុងផ្ទះទាំងអស់នឹងបានទៀតនៅក្នុងព្រះវិហារហើយនឹងឡានក្រុងក៏គាត់មានត្រៀម talisman ដែរអញ្ចឹងរត់ចូលទៅក្នុងនោះហើយបិទទ្វារចិត្តទៅយ៉ាងណាក៏បិសាចអាចចូលទៅធ្វើអីពួកគេនៅក្នុងនឹងបានដែរស្របពេលនឹងដែរមកក្នុង Colony House នេះវិញ Sophia រកបន្ទប់មួយស្ងាត់ដើម្បីអង្គុយតែម្នាក់ឯងចាប់ផ្ដើមសូត្របាលីដែលធ្វើឲ្យខ្មោចរបស់ Roger ដឹងខ្លួនមកវិញគេក៏ស្រាប់តែរត់មកទម្លុះទ្វារចូលមកក្នុង Colony House នេះតែម្ដងហាក់បីដូចជាចង់មកសម្លាប់អ្នកភូមិដែលរស់នៅក្នុងផ្ទះនេះអញ្ចឹងដោយសារតែទ្វារភូមិនឹងមាន2តង់អញ្ចឹងទៅដល់ពេលដែល Roger រត់ចូលមកដល់ក្នុងតង់ទី2នេះហើយពួកបិសាចក៏ចាប់ផ្ដើមដើរមកចង់ចូលនេះដែរប៉ុន្តែត្រូវបានអ្នកភូមិនេះរត់ទៅបិទទ្វារក្រៅបានមុនអញ្ចឹងទៅធ្វើឲ្យបិសាចភូមិដទៃទៀតអាចចូលមកបាននោះទេប៉ុន្តែខ្មោចរបស់ Roger អាចចូលមកបានក៏ដោយសារតែគឺជាបិសាចខុសពីសភាពបិសាចដទៃអញ្ចឹងណាបងប្អូនRoger ក៏ស្ទុះសំដៅចង់ទៅសម្លាប់នារីម្នាក់នេះប៉ុន្តែភ្លាមនោះ Elgin ពិតជាគិតរហ័សខ្លាំងមែនទែនមើលឃើញដំបងក្បាលខ្មោចមួយនៅក្បែរនោះក៏យកវាទៅចាក់ Roger ឡើងធ្លាយទ្រូងដែលធ្វើឲ្យគេដួលចុះម្ដងទៀតហើយលើកនេះគេងើបលែងបានតែម្ដងនៅក្នុងភូមិនេះមានសភាពចលាចលមែនទែនហើយ Sophia ចាញ់មកមើលឃើញសភាពអ្នកភូមិបែបហ្នឹងនាងឈរញញឹមយ៉ាងកំណាចស្របពេលនឹងណែត្រឡប់មកកាន់ Kenny ណាវិញមើលឃើញបិសាចមួយនេះវានៅចិត្តប៉ោះប៉ូលីសនេះដែរគេក៏សម្រេចចិត្តរត់ទៅចាក់វាឡើងធ្លាយទ្រូងដូចគ្នាវាបញ្ចេញសម្រែកមកយ៉ាងខ្លាំងគេបំរុងនឹងរត់ត្រឡប់ទៅប៉ោះប៉ូលីសវិញហើយប៉ុន្តែមើលឃើញថាបិសាចដែលមានរូបរាងជាយាយចាស់ម្នាក់នេះកំពុងតែឈរស្ទាក់ផ្លូវនៅមុខប៉ោះប៉ូលីសនឹងស្រាប់ហើយគេក៏សម្លឹងមើលទៅកាន់ផ្ទះ2 3ទៀតដែលនៅមិនឆ្ងាយពីប៉ោះប៉ូលីសនេះប្រមាណនោះទេប៉ុន្តែផ្ទះទាំងអស់ហ្នឹងសុទ្ធសឹងតែមានបិសាចឈរនៅមាត់ទ្វារបាត់ទៅហើយគេអត់អាចរត់ទៅបាននោះទេភ្លាមនោះរឿងដ៏អាក្រក់មួយទៀតក៏បានបង្ហាញមកបិសាចនេះដើរតាមពិតទៅឈើមួយនេះវាអត់អាចធ្វើអីបិសាចនឹងបាននោះទេហើយមិនត្រឹមតែប៉ុណ្្នឹងណាបងប្អូនបិសាចនេះក៏និយាយឌឺមកដាក់ Kenny វិញថាមិញគេស្រែកលេងតើ Kenny ក៏រត់សម្ដៅទៅកាន់ឡានក្រុងនោះទាញទ្វារឡានក្រុងនេះបំរុងនឹងបិទដើម្បីការពារខ្លួនប៉ុន្តែដៃបិសាច Smiley ក៏លូកទាញទ្វារហ្នឹងបើកទៅវិញ Kenny ក៏រត់គេចពីបិសាចហ្នឹងដោយឡើងទៅតាមដបនៃឡានក្រុងមួយនេះបិសាចហ្នឹងក៏ឡើងមកតាមឡានក្រុងហ្នឹងដែរហើយវានិយាយឌឺដងដាក់ Kenny ថាឪពុករបស់ Kenny គឺវាជាអ្នកសម្លាប់នោះទេហើយវាចង់ដឹងថានៅពេលដែលវាសម្លាប់ Kenny តើនឹងសប្បាយដូចការពីពេលដែលវាសម្លាប់ឪពុក Kenny ឬអត់ដោយ Fatima ដែលកំពុងតែនៅ Colony House នោះអាចមើលឃើញអ្វីដែលបិសាច Smiley នេះមើលឃើញបើតាមខ្ញុំគិតគឺដោយសារតែបិសាចហ្នឹងវាកើតចេញពីផ្ទៃ Fatima ចឹងទៅបានជាពួកគេមានទំនាក់ទំនងចម្លែកបែបនេះហ៎បិសាចនេះវាក៏ប្រែមុខពីមនុស្សទៅជាបិសាចដ៏គួរឲ្យខ្លាចនេះបំរុងនឹងវាយប្រហារទៅកាន់ Kenny ហើយស្រាប់តែ Fatima ស្រែកយ៉ាងខ្លាំងថាកុំហើយបិសាចនេះវាក៏ប្រែមុខទៅជាធម្មតាវិញដែលធ្វើឲ្យវាក៏ចម្លែកចិត្តដែរថាហេតុអីក៏វាត្រឡប់មកជាអញ្ចឹងវិញឆ្លៀតឱកាសមួយនេះ Kenny ក៏រត់ទៅបំបុកវាផ្ដួលទម្លាក់ពីលើឡាននេះហើយចុះទៅជាន់ក្រោមវិញបិទទ្វារឡានក្រុងនេះយ៉ាងលឿនដើម្បីការពារសុវត្ថិភាពគេនៅក្នុងឡានក្រុងនៅយប់នេះនៅព្រឹកបន្ទាប់ Fatima ក៏បញ្ញាប្រាប់រឿងដែលបានកើតឡើងកាលពីយប់មិញហ្នឹងឲ្យទៅកាន់ Boy, Donna ប្តីរបស់នាង Christy ហើយនិង Mary ដឹងដោយនាងក៏បង្ហាញផងដែរថាកាលពីយប់មិញបន្ទាប់ពីពេលដែលមានរឿងនឹងកើតឡើងពោះរបស់នាងវាស្រាប់តែចេញស្នាមបែបនេះព
ពួកគេក៏បញ្ញាបណិតសុខភាពឲ្យ Fatima ដល់អំឡុងពេលហ្នឹងនាងនិយាយទាំងបារម្ភថានាងខ្លាចមែនតើថានាងកំពុងតែវិវត្តខ្លួនទៅជាបិសាចដូចបិសាចនៅក្នុងភូមិនោះដែរ Alice ព្យាយាមលើកទឹកចិត្តរបស់នាងហើយ Christy និង Mary បន្ទាប់ពីពេលបណិតសុខភាពរួចប្រាប់ថាអត់មានរឿងអីនោះទេប៉ុន្តែពួកគេក៏លបមកនិយាយគ្នាតែពីរនាក់ថាជីបចោះនិងចង្វាក់បេះដូងរបស់ Fatima នេះទាបខ្លាំងមែនតើអត់ស័ក្តិសមជាមនុស្សដែលមានជីវិតរស់នោះទេស្របពេលហ្នឹងដែរ Jade ក៏ហៅឲ្យ Boy មកកន្លែងបារនេះដើម្បីមើលផែនទីដែលគេទើបនឹងបង្កើតឡើងពីការចងចាំរបស់គេដោយច្រកទៅកាន់កន្លែងដែលគេបូជាក្មេងវាចូលទៅបានតែមួយច្រកតែប៉ុណ្ណោះអញ្ចឹងទៅ Boy ក៏ថាឲ្យ Jade ព្យាយាមរកនៅថែមទៀតទៅក្រៃលោថាមានច្រកអីផ្សេងចូលទៅទីនឹងបានដែរពីព្រោះថាការដែលចេញចូលមានច្រកតែមួយបែបហ្នឹងណាវាគឺពិតជាគ្រោះថ្នាក់ពេកហើយខ្លាចថាបិសាចស្ទាក់ផ្លូវពួកគេនឹងចាប់មិនខានទេពីព្រោះថាឈើដែលជាក្តីសង្ឃឹមថាអាចនឹងយកមកប្រើសម្រាប់បិសាចនឹងបានពីសោតការប្រយុទ្ធមិញសម្រាប់អត់បាននោះទេនៅពេលដែល Boy ចេញមកក្រៅវិញគេក៏ស្រាប់តែឮសំឡេងកំភ្លើងផ្ទុះដល់ពេលងាកទៅពិភពសំឡេងហ្នឹងទៅអត់មានឃើញអីនោះទេគាត់នៅពេលនេះពិតជាមានការអត់ស្រួលក្នុងចិត្តតតែសោះចឹងទៅគាត់ដាក់ចិត្តយកអ្វីដែលគាត់តែងតែមើលឃើញចម្លែកទាំងអស់នេះយកទៅប្រាប់ឲ្យ Christy ដឹងក្នុងបំណងចង់សុំថ្នាំមួយចំនួនពី Christy មកលេបដើម្បីកាត់បន្ថយការមមារបស់គាត់នេះស្របពេលនឹងដែរត្រឡប់មកកាន់ Henry ឯវិញគាត់ក៏ចូលមកក្នុង diner ដើម្បីសុំការងារនៅកន្លែងនេះធ្វើខ្លះពីព្រោះគាត់អត់ចង់ទំនេរនោះទេបើគាត់ទំនេរច្រើនណាគាត់នឹងកាត់ច្រើនហើយនៅពេលដែលកំពុងតែជួយចាត់បន្លែអ្នកទាំងអស់នេះក៏មានថាមួយធ្លាក់ចុះគាត់ក៏ស្រាប់តែដឹងខ្លួននៅពេទ្យវិញដែលក្មេងប្រុសដែលគាត់មិនដែលស្គាល់ម្នាក់នេះធ្វើឲ្យថាអាហាររបស់គេធ្លាក់ចុះដូចគ្នាក្មេងប្រុសម្នាក់ហ្នឹងក៏បញ្ញាប់ស្រ័យហៅ Victor ឲ្យចូលមកមើលនៅក្នុងនេះគាត់ក៏សួរថាតើគាត់នៅទីណាហើយមានរឿងអីកើតឡើងចំពោះគាត់ហើយ Victor ក៏បកស្រាយប្រាប់ថាកាលពីច្រើនឆ្នាំមុនណាអ្នកម៉ាក់ទិញថ្នាំមួយយ៉ាងឲ្យលោកប៉ាហូបហើយនៅពេលដែលលោកប៉ាហូបហើយវាមានប្រតិកម្មខ្លាំងមែនទែនដែលធ្វើឲ្យខួរក្បាលរបស់លោកប៉ាអត់មានសភាពនឹងនោះទេចឹងតើលោកប៉ាតែងតែសម័យឃើញអីចម្លែកហើយដល់ពេលដែលយូរទៅលោកប៉ាគិតថាការសម័យរបស់លោកប៉ាហ្នឹងគឺជាការពិតហើយក្មេងប្រុសដែល Henry ដែលស្គាល់នេះគឺជាចៅប្រុសបង្កើតរបស់គាត់នឹងឯងដល់អ្វីដែលកើតឡើងនៅក្នុងមន្ទីរពេទ្យនេះតួអង្គទាំងអស់នេះប្រាប់មកហាក់បីដូចជាចង់មានន័យថាតា Henry នេះឈួតហើយអ្វីដែលគាត់មើលឃើញនៅក្នុងភូមិនោះមិនមែនជាការពិតនោះទេប៉ុន្តែអ្វីដែលកើតឡើងនៅក្នុងពេទ្យនេះទើបជាការពិតស្ដាប់ការបកស្រាយរបស់ Victor ចប់ Henry ហាក់បីដូចជាទទួលយកអត់បាននោះទេហើយភ្លាមនោះគាត់ក៏ស្រាប់តែត្រឡប់មកកាត់បន្លែនៅក្នុងភូមិនេះវិញស្របពេលនឹងដែរត្រឡប់មកកាន់ Sophia វិញម្ដងនាងលបចូលមកក្នុងប៉ោះប៉ូលីសរបស់ Boy ចំពេលដែលមានអាគេនៅក្នុងនឹងផងធ្វើឲ្យងាយស្រួលមែនតើក្នុងការដែលនាងចូលមកក្នុងបន្ទប់របស់ Boy ដើម្បីលួចអាវលឿងរបស់នាងយកទៅវិញនៅពេលដែល Boy មកដល់មើលឃើញថាបន្ទប់របស់គាត់ត្រូវមានគេរើរូបអីបែបហ្នឹងគាត់ពិតជាចម្លែកចិត្តខ្លាំងមែនតើហើយភ្លាមនោះ Jade ក៏ស្រាប់តែរត់មករកគាត់ប្រាប់ដំណឹងល្អមួយដល់គាត់ដែលគេថានៅកន្លែងដែលក្មេងទាំងអស់នោះត្រូវបានគេបូជាហ្នឹងពិតជាមានច្រកចូលក្រោមដីតែមួយប៉ិតមែនប៉ុន្តែនៅខាងលើវាក៏មានប្រហោងដូចគ្នាដែលវាត្រូវបានបិទបាំងដោយ Fairway Tree ដែលពោពេញទៅដោយដបមួយនេះគេប្រាប់ថាបើសិនជាពួកគេអាចគាស់ដើមឈើនេះបានណាអញ្ចឹងពួកគេនឹងមានច្រកចេញចូលពីរហើយចេះថាពួកគេអាចគាស់ដើមឈើនេះទុកបាននោះទេអញ្ចឹងចាំដល់ថ្ងៃដែលអ្នកភូមិចុះទៅតាមច្រកក្រោមដីនោះទៅពួកគេគាស់ដើមឈើនេះឲ្យដំណើរគ្នាតាមម្ដងអ្នកភូមិចូលទៅតាមច្រកក្រោមដីនឹងទៅហើយចេញមកវិញតាមច្រកខាងលើនេះទៅប៉ុន្តែ Boy បកកាយយ៉ាងលឿនថាវាគ្រោះថ្នាក់ពេកហើយពីព្រោះថាពួកគេអត់ប្រកាសនោះទេថាគាស់ដើមឈើមួយនេះបាននោះ Boy ក៏ដើរចេញពីទីនឹងវិញហើយក៏ស្រាប់តែមើលឃើញ Kenny ត្រូវនរណាគេម្នាក់បាញ់សម្លាប់បន្ទាប់មកគាត់ក៏ស្រាប់តែមើលឃើញសាកសពមនុស្សច្រើនទៀតដែលមានទាំងថាបាសា Jade និង Donna អីផងដែរហើយអ្នកដែលធ្វើឲ្យ4អ្នកនេះស្លាប់គឺជាប្រពន្ធរបស់គាត់នឹងឯង Abby សម្លឹងមើលមកកាន់គាត់វិញហើយនាងក៏ក្អួតឈាមចេញមកភ្លាមនោះគ្រប់យ៉ាងក៏បាត់ទៅវិញអស់រលីង Boy ក៏ដើរត្រឡប់ទៅប៉ុស្តិ៍ប៉ូលីសរបស់គាត់វិញទាំងតបប្រមល់ហើយគាត់ក៏មើលឃើញខ្មោចរបស់លោក Apothecary នៅពីមុខនឹងគាត់ក៏ស្រែកសួរថាតើចង់បានអីពីគាត់បានចេះតែបង្ហាញអ្វីចម្លែកឲ្យគាត់ឃើញបែបហ្នឹងស្របពេលនឹងដែរត្រឡប់មកកាន់តា Henry ឯវិញគាត់ក៏រត់មកកន្លែងស្ងាត់មួយនេះហាក់បីដូចជាវល់មែនតើនៅពេលនេះអត់ដឹងថាអ្វីជាការពិតអត់ដឹងថាអ្វីជាការមមារបស់គាត់នោះទេគាត់ព្យាយាមត្រឡប់ទៅកាន់ពេទ្យនោះវិញហើយភ្លាមនោះគាត់ក៏អាចទៅបានមែនដោយសារតែឮសំឡេងចម្រៀងមួយនេះហើយនៅក្នុងពេទ្យនេះសំឡេងចម្រៀងហ្នឹងគឺចាក់ចេញពីទូរស័ព្ទរបស់ចៅប្រុសគាត់ Victor ហើយនឹងពេទ្យនេះពិតជាសប្បាយចិត្តមែនតើនៅពេលដែលឃើញ Henry មានស្មារតីមកវិញពេទ្យនេះថាកាលពីមុនណាគឺគាត់ដែលមានស្មារតីទាល់តែសោះប៉ុន្តែឥឡូវនេះគាត់ចាប់ផ្ដើមមានស្មារតីមកវិញហើយពួកគេកាន់តែមានសង្ឃឹមឲ្យថានឹងអាចព្យាបាលឲ្យគាត់ត្រឡប់មកជាដូចដើមវិញបាននោះភ្លាមនោះទូរស័ព្ទនេះអត់សេវាហើយបទចម្រៀងដែលកំពុងតែចាក់តាមអនឡាញនេះវាក៏គៀងតែត្រឹមហ្នឹងដែលធ្វើឲ្យ Henry ត្រឡប់មកក្នុងភូមិនេះវិញស្របពេលនឹងដែរត្រឡប់មកកាន់ថាបសាយនេះវិញទូរស័ព្ទក៏រោឡើងនៅក្នុងផ្ទះរបស់នាង
នៅពេលដែលលើកយកវាមកស្ដាប់គឺជាសម្លេងក្មេងប្រុសម្នាក់ដែលប្រាប់នាងថាគេគឺជាកូនប្រុសរបស់គាត់ដែលបានស្លាប់តាំងពីមុនពេលដែលគ្រួសារនេះមកជាប់នៅក្នុងភូមិនេះឯណោះសម្លេងរបស់ក្មេងប្រុសហ្នឹងក៏និយាយថាឲ្យថាបាសាបញ្ញាប់មកកន្លែងដែលឡានពួកគេក្លាប់កាលពី season 1 ហ្នឹងឲ្យលឿនបើមិនចឹងទេគេនឹងធ្វើបាប Ethan និង Julie ហើយថាបាសាក៏បញ្ញាប់ទៅទីនោះនៅពេលដែលថាបាសាមកដល់ទីនេះមើលឃើញរូបគំនូរដែលកូនប្រុសរបស់គាត់បានគូរច្រើនមែនទែនត្រូវបានយកមកបញ្យួរនៅដំបូលឡាននេះហើយភ្លាមនោះបិសាចអាវលឿងក៏លេចឡើងនៅពេលក្រោយថាបាសាក៏សួរទាំងភ័យខ្លាចថាតើបិសាចនេះនឹងមកសម្លាប់គាត់មែនបិសាចនេះថាអត់នោះទេពីព្រោះថាពួកគេឆ្លងកាត់រឿងជាច្រើនជាមួយគ្នាហើយគាត់នៅពេលនេះចាត់ទុកថាបាសាហើយនឹង Jade ដូចជាមិត្តភក្តិរបស់គាត់អញ្ចឹងបិសាចអាវលឿងនេះក៏បន្តទៀតថាការដែលអ្នកភូមិនេះគិតថាទៅជីកឆ្អឹងរបស់ក្មេងនៅក្នុងរូងភ្នំនោះយកមកក្រៅវាអាចនឹងធ្វើឲ្យក្មេងនឹងមានសេរីភាពមកវិញហើយអ្នកភូមិនេះក៏នឹងអាចចាកចេញពីទីនេះបានវាគឺគ្រាន់តែជាគំនិតរបស់អ្នកភូមិនេះតែប៉ុណ្ណោះគាត់អត់ហ៊ានធានានោះទេថានៅពេលដែលពួកគេធ្វើអញ្ចឹងហើយពួកគេនឹងអាចចាកចេញពីភូមិនេះបានឬក៏នឹងមានរឿងដ៏សែនអាក្រក់មួយទៀតកើតឡើងទៅលើអ្នកភូមិនេះគាត់ក៏មិនប្រាប់នោះដែរថានឹងមានរឿងអីកើតឡើងប៉ុន្តែបើសិនជាពួកគេចង់ដឹងសាកធ្វើខ្លួនឯងមើលទៅបិសាចអាវលឿងនិយាយចប់តែប៉ុណ្នេះក៏ដើរទៅវិញបាត់ទៅហើយភាគទី8នៃរឿង From សូមស្លេះតែត្រឹមនេះសិនអូខេដល់គ្នាភាគទី8នេះសូមស្លេះតែត្រឹមនេះសិនហើយតើតា Henry នោះមើលឃើញតែខ្លួនឯងនៅក្នុងពេទ្យហ្នឹងវាគឺជាការពិតដែលគាត់គឺជាអ្នកជំងឺវិកលចរិតមែនឬក៏គ្រាន់តែជាអ្វីដែលបិសាចនៅក្នុងភូមិនេះឲ្យគាត់មើលឃើញទេហើយតើការដែលអ្នកភូមិនេះចង់ទៅជីកឆ្អឹងក្មេងនៅក្នុងរូងភ្នំហ្នឹងវានឹងអាចជួយឲ្យពួកគេមានសេរីភាពមកវិញឬក៏វាបង្ករឿងអាក្រក់ជាងហ្នឹងកើតឡើងទៅលើអ្នកភូមិនេះតើអ្នកយល់យ៉ាងណាដែរកុំភ្លេច comment មកតែអ្នកគ្នានៅក្នុង comment ឲ្យខ្ញុំដឹងម្នាក់មួយផងណាអរមួយទៀតដល់គ្នាដោយសារតែរឿងមួយនេះទើបនឹងចេញដល់ភាគ8កាលពីថ្ងៃអាទិត្យទី14នោះទេអញ្ចឹងទៅតើពីអាទិត្យទៀតទើបគេចេញទៅដល់ភាគទី10ហើយអ្នកគ្នាត្រូវរងចាំកន្លះខែទៀតមកដល់ភាគទី10ខ្ញុំចាំធ្វើពាក្យបញ្ចប់សរុបមកអញ្ចឹងនៅអំឡុងពេលហ្នឹងខ្ញុំអាចនឹងធ្វើរឿងក្បត់អីផ្សេងៗអញ្ចឹងណាជួបគ្នានៅវីដេអូបន្ទាប់បាយបាយ